ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកពីវីដេអូមួយសិក្សាអំពីរបៀបនៃការ hack your password Wi-Fi ណាអូខេបើដឹងទាំងអស់គ្នាហើយមកមើលតាមខ្ញុំកម្មវិធីនោះគឺតម្រូវឲ្យយើងបើកយក Wi-Fi គេមកប្រើលេងហ្នឹងណាហើយកុំមាត់ណាខ្ញុំប្រាប់ហ្នឹងអត់មានទៅប្រាប់ម្ចាស់គេណានេះ Wi-Fi ហើយយើងមិនរបស់យើងទេនេះ dumper ជាកម្មវិធីសម្រាប់យក Wi-Fi គេហ្នឹងឥឡូវយើងគាត់ដល់បើកហើយយើង extract វាហើយបើខ្ញុំ extract ហើយខ្ញុំគាត់បើកក្នុងនេះខ្ញុំមាន2ដូចគ្នាទេ version ថ្មីបើកមកតមកទៀតវាមាន3 4នេះគេ3 4ហ្នឹងណាតែខ្ញុំនេះខ្ញុំនឹងដាក់ folder មួយណាទាំងអស់គ្នា download នេះក្នុង folder នេះខ្ញុំដាក់អ្នកទាំងអស់គ្នា download យកវាដើម្បីថ្លើមវាទៅការថ្លើមក្នុង drive យើងវាមានចាំ start ចាំ start នេះចាំ start តែនៅចាំ later ឯងតម្រង version ថ្មីអានេះគឺ dumper ម៉ាស៊ីនអញ្ចឹងយើងត្រូវការ software មាន3 dumper ចាំ start និង WinCap និង WPS Win 4នោះហើយខ្ញុំនឹងដាក់ឲ្យពេលនៅទាំងគ្នា download ហើយ extract ដូចវាមកពលាតវាតោះអ្នកឃើញ file រូបនេះ set up ចុចលើវា2ដងដើម្បី set up ទៅវា install ហើយចាប់ដើមយុទ្ធនាការរបស់យើងធ្វើយកហ្មងអត់ទៅបើកនេះមកហ្នឹងហើយទាយកនេះ admin ទៀតណាចុច click លើ admin អូខេអូយដើរយូរមកហើយទាមក dumper យើងបើក dumper បើកតែមួយនឹងបានហើយវាធ្វើការហើយនេះទៅ Wi-Fi ពេទ្យ TP-Link គេបើ run ទៅ TP-Link ចឹងប្រភេទ TP-Link ហ្នឹងវាងាយស្រួលក្នុងការ hack តែ TP-Link ខ្លះអត់អាច hack បានទេយើងព្យាយាមឲ្យបានច្រើនដងមួយទៀតគឺដើម្បី hack ងាយស្រួលចាប់បានយើងត្រូវទៅនៅឲ្យចិត្ត Wi-Fi របស់គេហ្នឹងឲ្យបានទំហំធំតិចណាអូខេយូរណាស់ក្នុងចំតិចឥឡូវមកដល់ទំហំបែបនេះមិនមែនភាសាអង់គ្លេសទេគឺភាសាអត់ដឹងភាសាអីទេបើតែយើងចង់ដឹងក្នុងប្រអប់នេះយើងចុចកន្លែងនេះ home គេណា home គេ redash នេះគេបន្តមកយើងចុចលើ scan យើងនឹងឃើញ Wi-Fi ឥឡូវយើងចង់ hack Wi-Fi មួយណាខ្ញុំឃើញ Wi-Fi នេះមានទំហំដល់ 82% មានកម្លាំងខ្លាំងណាស់អញ្ចឹងខ្ញុំគ្រាន់តែចូលទៅក្នុង WPS ចុចលើ WPS ហើយបន្តមកទៀតយើងត្រឡប់មកចុចលើ scan ដើម្បីចាប់រក Wi-Fi ហ្នឹងបន្តមកទៀតយើងយកនេះឥឡូវខ្ញុំ hack វាលើគេយក83មកណាអានេះគឺលេខកូដបើអាច copy វាទុកឬក៏កំបាច់ទេខ្ជិល copy ស្អីបន្តមកទៀតគ្រាន់តែចុចនៅលើនេះ platform ហ្នឹងហើយរងចាំវាធ្វើការរាប់ហើយយើងจะមើលវាធ្វើការមិនរបៀប hack វាមានច្រើនហើយបើអ្នកចេះ hack ខ្លាំងគេប្រើកូដគេប្រើ CMD កូដ CMD ឬក៏អ្នកប្រើ Linux គេប្រើកូដហើយកូដអីគេទៅអត់យល់ទេ root វាណាហ្នឹងនោះប៉ុន្តែនេះមាន software ហើយយើងគាត់តម្លើង software ហើយរងចាំឲ្យវាដំណើរការអញ្ចឹងណានេះមកឲ្យចាំ start ធ្វើការលំវាខ្ញុំដាក់ឲ្យចាំ start ធ្វើការលំវានេះចាំ start កំពុងតែចាប់ Wi-Fi អនទៅណាបាត់ហើយលោកម្ចាស់អាចមានបញ្ហាមួយចំនួនព្រោះពេលនេះខ្ញុំបើកវាច្រើនអញ្ចឹងខ្ញុំបើកកម្មវិធីច្រើនវា slow ជាមួយចាំ start ក៏ធ្វើមកទៀតជាមួយក៏ធ្វើមកគាត់គ្នាគាត់ហ្នឹងគាត់យើងបើក dumper ឬក៏វា auto ឥឡូវយ៉ាខោអីទៀត
អត់ទៅមុខណាឃើញខ IP 964956744ឥឡូវទៅចេញឯណាដល់អញ្ចឹងយើងពពេញវាដែលយើងឃើញហ្នឹងយើងឲ្យដូចគ្នាចេះទៅចុចនេះចុចនេះក៏យូរដែរណាចុចនេះចូលវាឃើញចេះហើយឃើញយក Wi-Fi ហ្នឹងមកចុចនេះម្ដងទៀតវាធ្វើការចាំឲ្យវាធ្វើការទៅនៅមកទៅវា generate pin អូយថៃហើយអូយខុស pin អញ្ចឹងអូ my god ឥឡូវ hack បានសម្រាប់ហើយអូខេអរលោកអ្នកមើល config អូយមើលមិនយល់ភាសាអីគាត់នឹងដឹងថា hack បានវាគ្រីបន្ទាប់មកវានឹងបង្ហាញនៅក្នុងនេះឃើញ connect អីតែចាំតិចទៅមិនវា connect ឲ្យហើយចង់មើល password អីចូលទៅកន្លែងនេះកន្លែង profile នេះគេហៅ profile ខ្ញុំមើលទៅក្នុង profile ដែរស្ទើរ Wi-Fi យើង hack ហើយគ្រាន់តែចុចលើឈ្មោះហើយមើលនេះ Sna Valentine ចុចលើឈ្មោះ Sna Valentine មកបកខាងនេះយើងមើលខាងលើនេះគឺឈ្មោះ Sna Valentine ហើយខាងក្រោមនេះគឺ WP គឺត្មងsecurity គេយកប្រើមើល CCMP អានេះ 1x អត់ដឹងទេនេះ pass ភាសានេះអត់ដឹងទេប៉ុន្តែខាងក្រោមនេះគឺ key គេហៅថា password ហ្នឹងណានេះគាត់ដាក់09899898 net អញ្ចឹងយើងយកវាមកបំពេញនៅក្នុងនេះយើងបាន Wi-Fi ហើយអាចទៅប្រើគ្រប់កន្លែងបានអរគុណចំពោះការទស្សនាវីដេអូនេះសង្ឃឹមថាទាំងអស់គ្នាចេះធ្វើហ្នឹងណាហើយហាមទៅផ្លាញ់មើលគេគាត់លេងគេទៅបើជួយល្អជួយប្រាប់គេចេញលុយគេផងហើយណាអរគុណច្រើន7នាទីនេះជូនពរឲ្យចេះទាំងអស់គ្នាទៅអរគុណច្រើន